ជំរាបសួរពួកយើងមកពីក្រុមទី7ថ្នាក់ទី11ងនៃវិទ្យាល័យស្រីថ្ងៃនេះពួកយើងមកបកស្រាយប្រធានបទស្រាវជ្រាវមួយគឺប្រវត្តិរូបសង្ខេបរបស់ព្រះសង្ឃរាជណាថនិងស្នេហ៍ប្រហោះរបស់ព្រះអង្គយើងខ្ញុំឈ្មោះមនសាលីខ្ញុំឈ្មោះរស់ខាយីខ្ញុំឈ្មោះម៉ៅណាអ្នកខ្ញុំឈ្មោះមេកញ្ញាកិច្ចការទី1ជីវប្រវត្តិសង្ខេបរបស់ព្រះបាទសង្ឃរាជណាថព្រះបាទសង្ឃរាជណាថប្រសូតនៅថ្ងៃអង្គារ1100ខែផលគុណឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនៅថ្ងៃទី11ខែមិនិនាគ្រិស្តសករាជ1883ទ្រង់មានស្រុកកំណើតភូមិកំរៀងសង្កាត់ដកាកោះស្រុកកងពិសេសនៅខេត្តកំពង់ស្ពឺព្រះអង្គមានព្រះមេដាឈ្មោះយកព្រះបិតាឈ្មោះព្រំជួននិងមានប្អូនមាននាមជាអង្គញាមន្ត្រីជួននុតនេះបើយោងតាមឯកសារផ្សាយចេញដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាវ័យកុមារភាពរបស់ព្រះអង្គនៅពេលដែលព្រះអង្គមានបច្ចុប្បន្ន12ព្រះវស្សាព្រះមេដាព្រះបិតាបានបញ្ជូនទៅរៀននៅវត្តពោធិព្រឹក្សក្រោមសំណើរបស់លោកគ្រូកែវមូនលុះដល់ព្រះអង្គមានបច្ចុប្បន្ន14ព្រះវស្សាក៏បានបួសរៀនជាសាមណេរអស់រយៈពេល2ឆ្នាំក៏បន្តទៅរៀននៅវត្តឧណាឡោមនៃរាជធានីភ្នំពេញបន្តនៅក្រោមសំណើរបស់លោកគ្រូតេតសោលុះដល់ព្រះអង្គមានប្រជជន21ព្រះវស្សាក៏ត្រឡប់មកវត្តពោធិព្រឹក្សវិញក៏ទទួលបាននាមជាជតញ្ញាណោហើយក៏ត្រឡប់ទៅវត្តឧណាឡោមវិញជាបន្តការសិក្សារបស់ព្រះសង្ឃរាជណាថទៅតនឹងវិស័យសិក្សាព្រះសង្ឃរាជណាថបានចាប់ផ្ដើមរៀនសិស្សដំបូងគឺមេសូតប្រែមួយចយណៈនិងគម្ពីរធម្មបទក្រៅពីភាសាជាតិព្រះសង្ឃរាជណាថបានរៀនចេះចាំស្ទាត់នៅវេយ្យាករណ៍ភាសាបាលីនិងសំស្ក្រឹតផងដែររវាងគ្រិស្តសករាជ1910ក្នុងចំណោមអ្នកសិក្សាភាសាបាលីព្រះសង្ឃរាជណាថមានកិត្តិស័ព្ទល្បីថាជាព្រះថេរៈមួយអង្គដែលមានភាពស្ទាត់ជំនាញខាងភាសាបាលីផងដែរបន្ថែមពីនេះទៀតការប្រឡងរបស់ព្រះសង្ឃរាជណាថនៅពុទ្ធសករាជ2457ព្រះសង្ឃរាជណាថបានចូលប្រឡងលេងប្រយោគក្នុងព្រះឧបោសថរតនវិហារព្រះកែវមរកតចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទស៊ីសុវត្ថិបាន4ប្រយោគដែលជាប្រយោគចំពោះបំផុតក្នុងសម័យនោះនៅពុទ្ធសករាជ2459ព្រះសង្ឃរាជណាថបានប្រឡងចប់លេខ2ហើយត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីទុនខ្ពស់មួយកន្លែងដែលសប្តាហ៍ថ្ងៃមានឈ្មោះថាពុទ្ធវិទ្យាល័យសុរាមរិទ្ធការសិក្សារៀនសូត្រភាសាបាលីរបស់ព្រះសង្ឃព្រះអង្គអាចអាននិងសន្ទនាបានតាមសំនៀងបរទេសមានដូចជាសំនៀងលង្កាសំនៀងភូមាសំនៀងមនសំនៀងសៀមនិងសំនៀងលាវហើយនៅពុទ្ធសករាជ2466ព្រះសង្ឃរាជណាថបានទៅបន្តសិក្សាវិជ្ជាភាសាសំស្ក្រឹតនិងអក្សរចារឹកនៅឯសាលាបារាំងសេសចុងបូព៌ានៃប្រទេសនាក្រុងហាណូយកិច្ចការដែលព្រះរាជបំពេញនៅក្នុងពុទ្ធសាសនានៅបរទេសសម្ដេចព្រះសង្ឃរាជណាថបានដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃទៅកាន់ក្រុងវៀងច័ន្ទនិងក្រុងលួងព្រះបាទនៃប្រទេសលាវសម្ដេចព្រះសង្ឃរាជណាថបានទទួលសមាជិកឆ្លងឆ្លើយនៃសាលាបារាំងសេសនៅចុងបូព៌ាប្រទេសនៅពុទ្ធសករាជ2492និងគ្រិស្តសករាជ1948ទ្រង់បានទទួលសមាជិកនៃកិត្តិយសនៃសាលានេះហើយទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រាប់រឿងធ្វើឆ័ត្រសង្គាយនានៅក្រុងរងវូននៃសហភាពភូមាហើយទ្រង់បានធ្វើពិធីសន្និដ្ឋានរងអបោសិតនិងព្រះឧបជាយបំពោះកុលបុត្រចំនួន3រូបនៅប្រទេសនោះទៀតផងការទី2ស្នេហ៍ព្រះហស្ថដែលសម្ដេចព្រះសង្ឃរាជណាថបានបន្សល់ទុកសម្រាប់គុណខ្មែរចំនួនក្រោយរំលានដូចជាការកសាងគម្ពីរដែលជាច្រើនបានទាំងប្រើភាសាបាលីហើយរៀបរៀងធ្វើជាសៀវភៅមានប្រយោជន៍ដូចជាវចនានុក្រមខ្មែរភាគ1និងភាគ2គ្រិស្តពុទ្ធសករាជ2161គ្រិស្តសករាជ1920និងឆ្នាំតរៀងមកកចៃនុបឋមភកៈវិជ្ជកបាលីនេះពីភាគកហបតីសាមណេរវិន័យបាតិមកសង្ខេបសម្រាយបព្វជុបសម្បទានាគបមាតិកថានិងអត្ថបទផ្សេងទៀតម្យ៉ាងវិញទៀតព្រះអង្គបានទំនុកបទនគររាជបទសារផាញ់ឬសូត្រធម៌ជាដើមបើថ្ងៃដែលសម្ដេចព្រះសង្ឃរាជណាថសោយទីវង្គតនេះបរិស័ទខាងគាខែពុទ្ធបុត្រឆ្នាំរកាឯកសារពុទ្ធសករាជឆ្នាំ2513ត្រូវនៅថ្ងៃទី23កញ្ញាឆ្នាំ1969សម្ដេចទ្រង់បានប្រជូនខ្លាំងនាពេលគ្រូពេទ្យទាំងឡាយបានចូលទៅព្យាបាលរហូតដល់ថ្ងៃប្រហ័ស
14កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ2513ត្រូវនៅថ្ងៃទី25កញ្ញាឆ្នាំ1969សម្ដេចទ្រង់បានសោយទិវង្គតដោយស្ងប់ស្ងៀមក្នុងព្រះអង្គនាវត្តឧណ្ណាលោមនាព្រះជន្ម86វស្សាជាកិច្ចបញ្ចប់នៃការសន្និដ្ឋានសរុបរួមមកជីវប្រវត្តិសំខាន់របស់ព្រះបាទសោះគ្រាជោណានិងស្នាដៃរបស់លោកពិតជាមានភាពល្បីល្បាញពិតប្រាកដមែនក្នុងនោះមានដូចជាបទនគររាជវយនានុក្រមវគ្គ1វគ្គ2ពិតជាមានភាពអស្ចារ្យនៅក្នុងសង្គមខ្មែរពិតប្រាកដមែនស្នាដៃរបស់លោកពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិក្សាគ្រប់រូបឲ្យស្វែងយល់កាន់តែល្អផងដែរលោកបានបន្សល់ទុកនូវស្នាដៃជាច្រើនដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់ក្នុងនោះមានដូចជាបទនគររាជវេយ្យាករណ៍បាលីសំស្ក្រឹតនិងជាគន្លឹះដ៏សំខាន់សម្រាប់សិក្សាស្វែងយល់ថែមទៀតផងពួកយើងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ហើយក៏សូមអធិស្ឋានសម្រាប់កំហុសខុសឆ្គងណាមួយដែលអាចចេតនា